វិញអានេះគឺជាកិច្ចការផ្ទះរបស់កូនត្រូវអត់ចាចំណោទទំព័រទី22ចំណោទទី4កសិករម្នាក់ប្រមូលផលស្រូវបានប៉ុន្មានកូន2532គីឡូគាត់យកផលស្រូវទាំងអស់ហ្នឹងទៅចែកជា2ចំណែកដើម្បីមួយចំណែកទុកញ៉ាំមួយចំណែកទៀតលោកចានេះពីចំណែកស្មើគ្នាចំណែកទី1លោកនិងចំណែកទី2សម្រាប់ទុកបរិភោគហើយចំណែកស្រូវទី1ហ្នឹងគឺគាត់លោក1គីឡូគឺម៉ានចំនួនប្រមាណហើយកូន1គីឡូចា900រៀលអញ្ចឹងសំណួរដែលគេសួរថាតើកសិករនោះលោកស្រូវបានប្រមាណរៀលមានន័យថាស្រូវទាំងអស់ហ្នឹងហើយគាត់យកទៅចែកដើម្បីលុកទៅចឹងអាលុយដែលគាត់លុកហ្នឹងគឺបានចំនួនប្រមាណរៀលតោះចឹងគាត់ណារកអីគេកូនរកចំនួនទាំងប្រាក់ចំនួនលុយច
តាក់តងហ្នឹងការធ្វើប្រមាណទីមានលូកញ្ចក់អញ្ចឹងកាលណាយើងឃើញមានលូកញ្ចក់លាយអញ្ចឹងយើងធ្វើអ្វីបងកូនក្នុងវងក្រចកចាធ្វើក្នុងវងក្រចកមុនដូចនេះដូចនេះកសិករលក់ស្រូវបានប្រាក់100,000ក៏1លាន1លាន139,400 រៀលអញ្ចឹងក្នុងស្រូវ1266គីឡូគិតជាទឹកប្រាក់គឺគាត់បាន1លាន139,400 រៀលដែលក្នុង1គីឡូគឺមានតម្លៃបានក៏1គីឡូ900ចា1គីឡូមានតម្លៃ900ហើយគាត់លក់អស់1266គីឡូក្រាមអញ្ចឹងលុយដែលគាត់ទទួលបានគឺ1លាន139,400